Nắng nào khnia được chỉ sầm sọc của một căn chân á liền thù tiệt hai cứ về lên ní cứ nhom một vô tập lọc lên vào pro đòn tiết cứ tha ngày phong đây nhom một bằng hai rồi biết dốc ai thâm khả năng rồi block là nhom trời dốc ở nửa khnia tụt snap cũng sang là rong vòng đài nâng rồi biết chơi dốc chẳng ở khnia mình nâng chiên từ đó nâng ca tụt snap nè rồi biết dốc ai thâm chẳng ở đây nè khnia cũng like ở bàn trái này nâng subscribe làm bài nhom nâng miệng làng chết phơi còn ốm tòm tiệt lời ní nhom miền cực đà muối nâng ấy cười thà cực đà nâng cầm rong này nhom trời dốc ai thâm đại nhom trời dốc nè khnia ai tụt snap bán nâng ấy cười nhom trời ca chẳng ở nâng nâng này khnia lời ní nhom tới co đại nhom trời bấm pin question của nhom tìm muối xanh nâng ấy cười thà nhom ta lên bật hấp lại lên trắng nè nào khnia tỏ từ bấm pin khoe tỏ khnia let's go lời ní nhom trời tại bấm pin khoe channel của nhom tìm muối xanh nâng ấy nào khnia cơ tha nhom từ co đi xanh nâng ấy co khmói co sầm bay trắng nè nào khnia tại bấm pin khoeរបស់ខ្ញុំទី1សិន let's go ខ្ញុំមានអារម្មណ៍ថាអ្នកគ្នាគឺទស្សនៈខ្ញុំតាក់មែនតើខ្ញុំសម្បត្តិ setting នេះសិនហ្នឹងហើយតោះទស្សនាការ farm question របស់ខ្ញុំទី1តើអ្នកគ្នា អូខេអ្នកគ្នាគឺថាខ្ញុំបំពេញ quest របស់ខ្ញុំរួចហើយនឹងអ្នកគ្នាគឺគ្រប់ចំនួនហើយបន្តមកទៀតខ្ញុំត្រូវតែបំពេញ quest មួយទៀតគឺយកគឺថាត្រូវយកថ្មីវិសាជជឈាមចំនួនតែមួយទៀតទេគ្រប់ចំនួនរបស់ខ្ញុំហើយនឹងហើយអ្នកគ្នាតោះនឹងឯអ្នកគ្នាគឺខ្ញុំបំពេញ quest ទី2រួចរាល់ជាការស្រេចបន្តមកទៀតខ្ញុំត្រូវតែបំពេញ quest ទី3គឺស្វែងរក Sandy Hunter នឹងឯអ្នកគ្នាគឺខ្ញុំត្រូវរក Sandy នឹងសិនដើម្បីវាយវាទៅត្រប់យកអាប្រដាប់ spawn របស់ Dark Famine User នឹងឯងតោះទៅទស្សនានៃការលេងរបស់ខ្ញុំដល់គ្នាបន្តទៀត chôm giờ hai nào khani ơi nhưng đăng tha nơi smart tivi min clear acid đa nào khani chọc mong ngày em món này em sai món tỏ lời nên nhung của bông đài spy rock sen bị han thơ ngày spy rock của bông đài chi tục màn tan ngày spy màn tan nào khani hay chi tài và mang máu này cả là mong chiến nhưng có sập tài chụp sen bị ngày mình cho nhung quay sen bị sẵn nào khani tỏ
អីយ៉ូដល់កអ្នកគ្នាអើយវាយផ្សេងពីមួយបានណាប្រដាប់ spawn បង drag famous នឹងអ្នកគ្នាអែមស្រែមតែម្ដងអ្នកគ្នាអើយអែហ្មង lucky ហ្មងតោះឥឡូវនេះខ្ញុំទៅ spawn បងនឹងសិនអ្នកគ្នាដើម្បីវាយយក drag famous បំពេញ quest ទី3របស់ខ្ញុំ let's go ខ្ញុំបាននេះអ្នកគ្នាមើលហើយនេះអត់និយាយខកទេបានមែនតើហ្មងនេះបើយកទៅ Furry Sandbox ហ្មងតែចាំវីដេអូលើកក្រោយខ្ញុំយក Furry Sandbox របៀបយកអញ្ចឹងណាអ្នកគ្នាតោះឥឡូវនេះខ្ញុំយក power មួយសិនហ្នឹងឯង teleport ទៅកោះ drop payment boss ហ្នឹង let's go អូខេខ្ញុំ teleport សិនណាអ្នកគ្នាឥឡូវនេះខ្ញុំកំពុងដើររកឥឡូវនេះខ្ញុំមកដល់ហើយអ្នកគ្នាមកដល់កោះហ្នឹងហើយឥឡូវខ្ញុំយកផើមួយសិនហ្នឹងហើយ let's go យកផើមួយដាមួយទុកស្រួលវាយមេហ្នឹងអញ្ចឹងណាអ្នកគ្នាអញ្ចឹងខ្ញុំយកហើយអញ្ចឹងខ្ញុំទៅ spawn សិនណាអ្នកគ្នាយកនេះមកដាក់នេះមកវា spawn មកហើយអ្នកគ្នាឥឡូវនេះអ្នកគ្នាបន្តមើលការវាយរបស់ខ្ញុំយក dark payment អ្នកគ្នា let's goបន្ទាប់ពីខ្ញុំបំពេញ quest ទី3របស់ខ្ញុំមកខ្ញុំមកសមុទ្រទី3ដើម្បីទិញ show guitar ជាមួយសិនហ្នឹងហើយគឺបំពេញ quest ទី4របស់ខ្ញុំឥឡូវនេះខ្ញុំទៅកោះខ្មោចសិនហ្នឹងអ្នកគ្នាកោះឆ្អឹងអញ្ចឹងណាតោះខ្ញុំមកដល់ហើយអ្នកគ្នាគឺខ្ញុំចូលទៅក្នុងហើយទៅជួបអតានោះបន្តមកទៀតខ្ញុំត្រូវការទិញតែម្ដងណាឥឡូវនេះខ្ញុំត្រូវទៅធ្វើទៅទិញសិនណាអ្នកគ្នាតោះហើយដូចខាងដើមអញ្ចឹងគឺវាត្រូវការតែបូន500ទេនិងដុំប៉បតនោះ250និងមួយទៀតគឺ dark payment តោះឥឡូវហ្នឹងខ្ញុំទិញបានហើយអ្នកគ្នាគឺ1 2 3ភាំងបានតែម្ដងអ្នកគ្នាអើយកប់ស្រីយកតែម្ដងបន្ទាប់ពីខ្ញុំបំពេញ quest ទី4របស់ខ្ញុំរួចរាល់ជាការស្រេចគឺចុងក្រោយគឺបំពេញ quest final តែម្ដងអ្នកគ្នាគឺ quest ចុងក្រោយរបស់ខ្ញុំឥឡូវនេះយើងយកសូកតាមួយទុកប្រើតែម្ដងហ្នឹងហើយតោះឥឡូវនេះខ្ញុំត្រូវការទៅកោះតិចគីម្ដងហ្នឹងហើយត្រូវការខ្លះទៀតតោះ teleport មួយសិនអ្នកគ្នាឥឡូវនេះខ្ញុំមកដល់កោះតិចគីហើយអ្នកគ្នាបន្តមកទៀតខ្ញុំត្រូវតែទៅកន្លែង NPC មួយហ្នឹងហើយឥឡូវនេះខ្ញុំមកដល់ហើយអ្នកគ្នាអូច្រឡំ map អ្នកគ្នាច្រឡំចំញ៉ៃដល់កហើយនៅខាងនោះវិញហ្នឹងឯងនៅខាងស្ដាំដៃអញ្ចឹងអ្នកគ្នាដល់ហើយអ្នកគ្នាចេះច្រឡំទៅកើតដែរតោះឥឡូវនេះមកដល់ហើយអ្នកគ្នាគឺខ្វះខ្ញុំរួចរាល់ជាការស្រេចហើយគឺគ្រប់ចំនួនតែម្ដងហ្នឹងហើយត្រូវការតែលុយ5លាននិង fragment 5000ប៉ុន្តែខ្ញុំទៅខ្វះវា4000ឯណាអញ្ចឹងខ្ញុំត្រូវតែ farm fragment សិនអ្នកគ្នាឥឡូវនេះខ្ញុំមកដល់កន្លែង red ហើយគឺថាខ្ញុំ send point មួយសិនហ្នឹងហើយស្រួលកុំឲ្យវា teleport ទៅកន្លែងទីគីវិញហ្នឹងហើយតោះឥឡូវនេះខ្ញុំយក fruit សិនខ្ញុំអត់ទិញលុយទេយក fruit មកដូចជាកាតអីចឹងណាអ្នកគ្នាតោះរួចរាល់ជាការស្រេចខ្ញុំយក fruit diamond មកទិញកាតយក frame អីចឹងណាអ្នកគ្នាតោះ here we go ឥឡូវនេះខ្ញុំសូមដូរយក perm buddha វិញស្រួល red អីចឹងណាអ្នកគ្នា
បើសិនជាអ្នកគ្នាចង់ red អីអ្នកគ្នាអាចយកដូដាលេងបានព្រោះអីស្រួល farm ស្រួល red អីចឹងអ្នកគ្នាគឺងាយមែនតើតោះឥឡូវនេះខ្ញុំចុចកន្លែង teleport ទៅ red អស់គ្នាតែអាប៉ែនោះវាហៅ red មកខ្ញុំដែរប៉ុន្តែខ្ញុំទៅ red បាត់ហើយហ្នឹងហើយតោះឥឡូវនេះខ្ញុំមកដល់កន្លែង red ហើយអ្នកគ្នាគឺថាអែមស្រានតែម្ដង red តែប្រហែលដងទេ4ដងអញ្ចឹងអ្នកគ្នាអាចរីករាយទស្សនាការ red របស់ខ្ញុំទាំងអស់គ្នាបន្ទាប់ពីការ red របស់ខ្ញុំរួចរាល់គ្រប់ចំនួនបាន 5000 fragment ឥឡូវនេះខ្ញុំត្រូវតែទៅកោះ Tiki ដើម្បីទិញដៃ Sanctuary Ark នៅគ្នាគឺគ្រប់ចំនួនរបស់វាហើយ Let's go ឥឡូវខ្ញុំមកដល់កោះ Tiki អញ្ចឹងកុំឲ្យខាតពេល review ទៅទិញតែម្ដងបន្ទាប់ពីអ្នកគ្នាមើលមកដល់ចំណុចនេះហើយអ្នកគ្នាចូលចិត្តវីដេអូបែបហ្នឹងឬចង់ឲ្យខ្ញុំធ្វើវីដេអូឲ្យបានច្រើនបែបហ្នឹងទៀតអ្នកគ្នាអាច like ឲ្យបានច្រើនហ្នឹងហើយ likeទៅខ្ញុំមានកន្លែងចិត្តធ្វើទៀតឥឡូវនេះខ្ញុំបំពេញ question ចុងក្រោយរបស់ខ្ញុំរួចជាការស្រេចជោគជ័យតែម្ដងហ្នឹងហើយ Let's go យោទៅផងដល់គ្នាហើយបន្ទាប់ពីខ្ញុំបំពេញ question របស់ខ្ញុំរួចរាល់ជាការស្រេចទាំងអស់រួចមកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏អរគុណអ្នកគ្នាសម្រាប់ទស្សនាវីដេអូរបស់ខ្ញុំដល់ចប់អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបាយបាយអ្នកគ្នាកុំភ្លេច like ឲ្យបានច្រើនមកហ្នឹងហើយកុំតែ like សោះខ្លាចបាក់ដៃមែនចុច like មក